ចំពោះខ្ញុំអត់មានការដកដំណើរអីច្រើនទេនៅនិយាយទៅយើងគ្រាន់តែអ្នកធ្វើការចឹងប៉ុន្តែអ្វីដែលជាចំណាប់អារម្មណ៍ក្នុងការឃើញ app ហ្នឹងខ្ញុំមានចិត្តត្រេកអរជាមួយខាងផ្នែកកសិករព្រោះនិយាយទៅការងាររបស់ខ្ញុំក៏ធ្វើខាងផ្នែកនេះដែរបើអញ្ចឹងខ្ញុំគិតថា app ហ្នឹងដូចខាងផ្នែកកសិវិទ្យាលើកឡើងទៅអូនលើកឡើងដែរថាចំពោះកសិភាពយើងអាចដឹងថាតើយើងគួរទៅបងទឹកឬក៏មិនទៅអានេះខ្ញុំថាវាជាកត្តានៃចំណុចសំខាន់មួយសម្រាប់ខាងផ្នែកកសិកម្មរបស់យើងដែរហើយមួយទៀតដែរដែលបងចាប់អារម្មណ៍នេះនោះគឺខាងផ្នែកមេកទេសនៅក្នុង app ហ្នឹងឃើញមាន function កន្លែងផ្នែកមេកទេសហ្នឹងបងឃើញចំណុចល្អដែរដែលមានប្រាប់ពីវាជាប៉ុន្តែគាត់ថាវាជាអក្សរចាវាជាអក្សរព្រោះកសិករយើងពេលខ្លះគាត់អត់ចេះអានទេចាចេះអានប៉ុន្តែនៅក្នុងកម្រិតមួយនេះដែរអញ្ចឹងបើសិនជាយើងធ្វើជាវីដេអូនៅក្នុងនឹងបន្ថែមទៀតខ្ញុំគិតថាវាកាន់តែងាយស្រួលទៅដល់ពួកគាត់ឯងចឹងសូម្បីតែខ្ញុំក៏ចាបើសិនជាបានមើលវីដេអូវារត់តែច្បាស់គ្នាវារត់តែជឿថាបើសិនជាយើងបានអានហើយយើងបានមើលវីដេអូមើលឲ្យយើងធ្វើអនុវត្តតាមនេះថែមទៀតអាហ្នឹងវារត់តែច្បាស់ថែមទៀតចាប្រទេសមិនបងបានលើថាបងចាប់អារម្មណ៍តែប៉ុន្តែអ្វីដែលបងចាប់អារម្មណ៍ផ្សេងទៀតនោះវាកំពុងតែផុសដែរគឺកន្លែងផ្នែកដូចជាទីតាំងនៃអាជីវកម្មនេះចាបងហ្នឹងហើយបងចុចចូលមើលនៅផ្នែកអាជីវកម្មគឺគាត់ថាបើសិនជាវារៀងមានភាពទូលំទូលាយជាងនឹងថែមទៀតខ្ញុំគិតថារឹតតែមានផលប្រយោជន៍ន័យថាយើងមានការចេះថែទាំចំណេះដឹងឲ្យការដាំដុះមានរៀងហើយដល់ពេលយើងដាំទៅបានហើយបើយើងមានផ្នែកការដាក់បន្ថែមនៃអាជីវកម្មនៅថែមទៀតខ្ញុំគិតថាវារឹតតែរលូនទៅនឹងថែមទៀតហើយបង្ហាញពីព័ត៌មានពួកគាត់ថាតើពួកគាត់គួរតែបញ្ចេញផលិតផលគាត់ទៅណាទៅលក្ខណៈគ្រួសារដែរខ្ញុំគិតថាងាយស្រួលបន្ថែមទៀតនឹងចិត្តប៉ុន្តែគាត់ថាយើងវាអត់តមានលក្ខណៈហៅថាជាទូលំទូលាយខ្ញុំគិតថាវាមិនខុសពី app ផ្សេងទៀតទេគឺជា TikTok Facebook អីផ្សេងទៀត app នេះប៉ុន្តែសំខាន់ទៅថាតើពួកគាត់យល់ពីសារៈសំខាន់នៃ app នេះដែរអត់ចា៎បើសិនបើគាត់យល់ពីសារៈសំខាន់នៃ app នេះបង្កើតដើម្បីអ្វីសម្រាប់ពួកគាត់ខ្ញុំគិតថាក្នុងមួយថ្ងៃពួកគាត់អាចចុចចូលនៅក្នុងក៏មានតែប្រហែលសម្រាប់មើលតាមបានអីផ្សេងឬក៏គាត់អាចចូលរួមទៅក្នុងការចែកម្លែកព័ត៌មាននៅក្នុង app នេះទៀតប៉ុន្តែអ្វីដែលថាដូចបងនិយាយបើសិនជាចង់ឲ្យគាត់ចាប់អារម្មណ៍ត្រូវតែឲ្យគាត់យល់ពីសារៈសំខាន់នៃ app នេះចា៎មានអីសម្រាប់គាត់ព្រោះបើគិតទៅ app របស់យើងដោយសារតែយើងទៅបង្កើតចា៎អត់មានលក្ខណៈទូលំទូលាយទេហើយបើនិយាយពីខាងនៃរបៀបនៃការចូលទៅប្រើ app នេះគឺថាវាអត់មានការលំបាកអីសម្រាប់គាត់ចា៎បងដូចនិយាយទៅបើសិនជា Facebook យើងមួយថ្ងៃនឹងចូលមួយដងមានទេចឹងយើងស្គាល់ពីចំណុចអីផ្សេង app ហ្នឹងតែចឹងដែរបើសិនជាគាត់ដឹងពីសារៈសំខាន់នៃ app ហ្នឹងខ្ញុំគិតថាមួយថ្ងៃគាត់ចូលចុចគឺមានគាត់ start ហើយ